បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់ពុកម៉ែបងប្អូនកំពុងស្វែងរកជាងដែកដែលមានបទពិសោធន៍ផ្នែកទ្វាររបងធ្វើទ្វាររបងបានស្អាតហើយនឹងធូរស្រួលរុញដោយពុកម៉ែបងប្អូនឃើញក្នុងវីដេអូអញ្ចឹងពុកម៉ែបងប្អូនអាចតាក់ទងមកណារិទ្ធសិប្បកម្មដែកនិងសំណង់បានដែលមានទទួលធ្វើទ្វាររបងគ្រប់ខេត្តក្រុងតែម្ដងថ្ងៃនេះដែរក្រុមជាងខ្ញុំបាទបានមកតឡើងទ្វាររបងនិងចម្រឹងរបងមួយឈុតបាននៅខាងមុខពលានពោធិ៍តុងគឺមានទ្វារតូចមួយហើយនឹងទ្វារធំមួយបាទទ្វារតូចគឺដូចពុកម៉ែបងប្អូនឃើញអញ្ចឹងគឺស្រស់ស្អាតមែនតើហើយចំពោះទ្វារធំគឺខ្ញុំរៀបចំជូនគាត់មកស្អាតបាទទាំងកង់ទាំងរ៉ៃលើគឺយើងប្រើប្រភេទផ្ដាំងល្អកង់ល្អហើយនឹងយើងរៀបបកគោលតុបពីខាងក្រោយហើយនឹងស្លឹកពកគឺយើងប្រើប្រភេទស្លឹកពកក្រាស់ល្អដើម្បីយើងបិទទៅឃើញស្អាតអត់អលាស់បងប្អូនហើយសម្រាប់ពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តឆ្ងាយចង់បានទ្វាររបងដែលស្អាតរឹងមាំស្តង់ដារនិងសុវត្ថិភាពពុកម៉ែបងប្អូនអាចតាក់ទងមកខាងក្រុមជាងណារិទ្ធសិប្បកម្មដែកនិងសំណង់បានដែលមានទទួលតឡើងទ្វាររបងគ្រប់ខេត្តក្រុងបាទចំពោះទ្វាររបងធ្វើចេញពីខាងក្រុមជាងណារិទ្ធគឺប្រើប្រភេទទឹកថ្នាំល្អហើយនឹងយើងបៀកថ្នាំផ្ជិតរុនទាំងអស់អត់មានឲ្យបៀមទឹកដក់ចូលទេបងប្អូនបាទអញ្ចឹងទើបទ្វាររបងយើងប្រើប្រាស់បានយូរហើយនឹងអាយុកាលវែងហើយចំពោះទឹកថ្នាំវិញគឺប្រើប្រភេទទឹកថ្នាំល្អយើងបាញ់ទឹកថ្នាំ2ជាន់ការពារច្រេះមួយជាន់ទើបយើងបាញ់ថ្នាំពណ៌ពីលើអញ្ចឹងធ្វើឲ្យទ្វាររបងរបស់យើងគឺស្អាតមើលទៅគឺស្រស់ស្អាតមែនតើដូចបងប្អូនឃើញអញ្ចឹងហើយចំពោះស្លឹកពកខាងក្រោយវិញគឺយើងប្រើប្រភេទស្លឹកក្រាស់ល្អបងប្អូនបាទវីដេអូមានប៉ុណ្ណឹងបងប្អូនបាទសូមអរគុណសូមជម្រាបលា